បងប្អូនប្រហែលអ្នកដែលកំពុងតែមានបញ្ហានៃជំងឺដាច់លុយបាទមើលវីដេអូនេះឲ្យចប់ណាអញ្ចឹងបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមានដំណោះស្រាយពីរសម្រាប់ទៅដោះស្រាយបញ្ហាដែលបងប្អូនដែលកំពុងតែខ្វះខាតផ្នែកហិរញ្ញវត្ថុដែលយើងនិយាយថារឿងលុយណាអញ្ចឹងបងប្អូនទាំងអស់គ្នាបាទយើងគួរតែមានការសិក្សាស្វែងយល់បាទទាក់ទងជាមួយនឹងហិរញ្ញវត្ថុឬការចំណាយចាយវាប្រចាំថ្ងៃបាទការផ្គត់ផ្គង់បាទសពបែបយ៉ាងណាជីវភាពដែលយើងរស់នៅប្រចាំថ្ងៃអញ្ចឹងបាទនៅក្នុងវីដេអូនេះគឺមានការបកស្រាយទាក់ទងនឹងបញ្ហាដែលមានគេហៅថាការខ្វះខាតបាទតើតើជាមួយនឹងហិរញ្ញវត្ថុបាទអញ្ចឹងមនុស្សយើងភាគច្រើនគឺមានបញ្ហានៃការដាច់លុយនឹងគឺច្រើនមែនទែននៅក្នុងនោះរួមមានទាំងខ្ញុំផងដែរបាទដែលមានបញ្ហាដាច់លុយបាទចា៎ពេលនេះអញ្ចឹងថ្ងៃនេះយើងកុំនៅស្ងំស្ងៀមបាទយើងកុំថាអេត្អូញរឿងតែអត់លុយតែយើងមិនរកវិធីរកដំណោះស្រាយបាទយើងក៏មិនអាចមានច្រកចេញហើយយើងក៏នៅតែខ្វះខាតនៅតែខ្វះក្នុងការមិនមានលុយចាយបាទពេញមួយជីវិតតែម្ដងណាបាទអញ្ចឹងថ្ងៃនេះក្នុងវីដេអូនេះខ្ញុំចង់ឲ្យបងប្អូនមកតាមដានបាទទាក់ទងជាមួយនឹងការដោះស្រាយបញ្ហានៃកង្វះនៃការដាច់លុយបងប្អូនដែលដាច់លុយឬក៏បងប្អូនចង់មានលុយបន្ថែមណាបាទកុំភ្លេចតាមដានវីដេអូនេះដល់ចប់អញ្ចឹងមុនទៅដល់សាច់រឿងបាទតាក់ទងនឹងការបង្ហាញសូមឲ្យបងប្អូនបាទជួយ Subscribe បាទ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីតាមដានព័ត៌មានថ្មីៗតាក់ទងនឹងចំណេះដឹងទូទៅបាទពីខ្ញុំបាទឆនចាន់នេះបាទនឹងរីករាយជូនបងប្អូនបាទរៀងរាល់ថ្ងៃតែម្ដងណាបាទអូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរបាទយើងចូលទៅមើលទាំងអស់គ្នាបាទមនុស្សអស់លុយដោយសារតែការរួមបញ្ចូលគ្នានៃកត្តាផ្ទាល់ខ្លួនសេដ្ឋកិច្ចនិងផ្លូវចិត្តទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួនដូចជាការចំណាយលើកង្វះថវិកាឬមិនមានប្រាក់សន្សំពេលមានអាសន្នគឺជាមូលហេតុសំខាន់បញ្ហាខាងក្រៅដូចជាការចំណាយដែលមិនរំពឹងទុកដុល្លាររស់នៅខ្ពស់ប្រាក់ឈ្នួលទាបនិងការកើនឡើងបំណុលក៏ដើរតួយ៉ាងសំខាន់ក្នុងការបង្កការលំបាកផ្នែកហិរញ្ញវត្ថុផងដែរដើម្បីដោះស្រាយបញ្ហានៃការអស់លុយអ្នកគួរតែផ្ដោតលើផ្នែកសំខាន់ពីរទី1ការគ្រប់គ្រងការចំណាយរបស់អ្នកនិងបង្កើនប្រាក់ចំណូលរបស់អ្នកទី2យុទ្ធសាស្ត្ររួមមានការបង្កើតនិងប្រកាន់ខ្ជាប់នូវថវិកាបង្កើតមូលនិធិសង្គ្រោះបន្ទាន់និងការសងបំណុលដែលមានការប្រាក់ខ្ពស់សម្រាប់ស្ថិរភាពរយៈពេលវែងវាក៏សំខាន់ផងដែរក្នុងការវិនិយោគសម្រាប់ពេលអនាគតហើយពិចារណាវិធីដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកបាទអូខេបងប្អូនអរគ្នាបាញ់បងប្អូនបានស្ដាប់ហើយតើតើនឹងជាមួយនឹងបញ្ហានៃការបកស្រាយបកប្រែសំឡេងបាទពី Google AI បាទStudio បាទដែលបកស្រាយអំពីតើតើជាមួយនឹងដំណោះស្រាយក៏ដូចជាការដាច់លុយណាបងប្អូនបាទការដាច់លុយបាទអញ្ចឹងយើងបានស្ដាប់ហើយណាបាទអញ្ចឹងក៏នៅក្នុងនេះយើងមានបញ្ហាពីរដែលធ្វើឲ្យយើងប្រឈមនឹងការដាច់លុយណាទី1បាទគឺបងប្អូនមានការចាយវាយបាទគេហៅថាចាយវាយលើសកម្រិតលើសកំណត់បាទលើសពីសមត្ថភាពមានការចាយវាយធំបាទធំជាងចំណូលណាដែលយើងនិយាយភាសាខ្លីគឺក្នុងការចំណាយច្រើនជាងចំណូលបាទអញ្ចឹងគឺក៏ធ្វើឲ្យយើងនេះខ្វះខាតនៅបញ្ហាផ្នែកហិរញ្ញវត្ថុដូចគ្នាណាបាទឥឡូវយើងឧទាហរណ៍ថាថ្ងៃនេះយើងបាទយើងរកបាន1000ឧទាហរណ៍ណាយើងរកបាន1000យើងចាយ2000ឬក៏1500នោះមានន័យថាយើងចាយលើចំណូលរបស់យើងបាត់ហើយបាទហើយក៏វាប្រឈមធ្វើឲ្យយើងកង្វះនៃការគេហៅថាបញ្ហាផ្នែកហិរញ្ញវត្ថុនឹងតែម្ដងបាទទី2គឺបញ្ហានៃការគេហៅថាបញ្ហាបំណុលបាទមានការជាប់បំណុលបាទយើងអត់មានការសន្សំប៉ុន្តែយើងមានតែការចំណាយទៅលើបញ្ហាបំណុលបន្ថែមណាបាទហើយយើងគិតថាចំណាយបាទបញ្ហាបំណុលនេះគឺធំមែនទែនបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាទាំងអស់នេះយើងមិនមែនមានតែរឿងពីរបាទទី1ក៏ឲ្យយើងកាត់បន្ថយការចំណាយបាទឲ្យយើងកាត់បន្ថយក្នុងការចំណាយណាបាទចំណៃតិចបាទសន្សំច្រើនទី2បាទមានន័យថាគឺបង្កើនប្រាក់សន្សំអញ្ចឹងនៅពេលដែលបងប្អូនបន្ថយនៃការចំណាយខ្ញុំជឿថាបងប្អូនប្រកាសជាមានប្រាក់ចំណូលកើនមែនអត់ពួកឯងយើងចំណាយតិចអញ្ចឹងប្រាក់ដែលនៅសល់ពីប្រាក់ខែឬប្រាក់រស៊ីរបស់យើងណាអញ្ចឹងយើងអាចបង្កើនប្រាក់ហ្នឹងវាអាចឡើងមកកម្រិតអញ្ចឹងមានន័យថាយើងបង្កើនប្រាក់សន្សំបាទឃើញអត់អញ្ចឹងនៅពេលដែលយើងកើនប្រាក់សន្សំហើយខ្ញុំជឿថាបងប្អូនអាចទៅដោះស្រាយនៅពេលដែលមានន័យថាយើងឆាប់ដល់គោលដៅឬឆាប់សម្រេចនៅគោលការណ៍នៃការដោះស្រាយបញ្ហាទាក់ទងជាមួយនឹងបំណុលបាទចំណុចទី3ខ្ញុំថែមឲ្យមួយទៀតណាយើងមិនមែនពឹងផ្អែកទៅរឿងពីរហ្នឹងទេបាទយើងមិនមែនពឹងផ្អែកទៅរឿងទី1កាត់បន្ថយការចំណាយបាទបង្កើនប្រាក់សន្សំតែប៉ុណ្្នឹងទេប៉ុន្តែទី3បងប្អូនត្រូវតែមានការងារបន្ថែមបាទមានន័យថាបន្ថែមមុខរបរឬបន្ថែមអាជីពបាទបន្ថែមអាជីពអញ្ចឹងបងប្អូនខ្លះទេខ្ញុំបន្ថែមមិនសប្តាហ៍ខ្ញុំមានមុខរបរខ្ញុំមានការងាររបស់ខ្ញុំហើយខ្ញុំត្រូវបន្ថែមការងារហ្នឹងយ៉ាងម៉េចបាទខ្ញុំគ្មានពេលវេលាខ្ញុំគ្មានពេលធ្វើអញ្ចឹងសួរថាបងប្អូនសប្តាហ៍ថ្ងៃបងប្អូនធ្វើការបានប្រហែលម៉ោងបាទមានន័យថាបងប្អូនធ្វើការប្រហែលម៉ោង8ម៉ោង10ម៉ោងបាទខ្ញុំជឿជាក់ថាបងប្អូននៅក្នុងប្រទេសកម្ពុជាយូរបំផុត
10 ម៉ោងណាបាទអាចលើសពីនេះទេណាអញ្ចឹងបាទយើងធ្វើការរយៈពេល8ម៉ោងជាទូទៅអញ្ចឹងបងប្អូននៅសល់ពេលប្រហែលមួយថ្ងៃ24ម៉ោង8ម៉ោងបងប្អូនធ្វើការបាទ8ម៉ោងទៀតបងប្អូនសម្រាប់ឃើញអត់សម្រាប់មានន័យថាយើងគេងបាទអញ្ចឹងបច្ចុប្បន្នបងប្អូនអាចគេងដល់8ម៉ោងអត់ខ្ញុំជឿថាបងប្អូនប្រកាសជាមិនអាចគេងដល់8ម៉ោងទេនៅពេលបច្ចុប្បន្នណាអាចគេងយ៉ាងយូរ7ទៅ6ម៉ោងអញ្ចឹងយើងសល់ពេលឃើញអត់ពីការគេងទៀតអញ្ចឹងបាទ8ម៉ោងទៀតបងប្អូនធ្វើអីបាទ8ម៉ោងទៀតបងប្អូនកុំភ្លេចថាយើងនៅសល់ពេលសម្រាប់ពេលវេលាដែលយើងការថាធ្វើការងារផ្ទាល់ខ្លួនមែនអត់អញ្ចឹងការងារផ្ទាល់ខ្លួនយើងធ្វើមិនខ្លះបងប្អូនបាទការងារផ្ទាល់ខ្លួនរបស់យើងគឺយើងមានការសិក្សារៀនសូត្របាទបន្ថែមប្រាក់ចំណូលបាទធ្វើអ្វីដែលមានការអភិវឌ្ឍសម្រាប់ខ្លួនឯងបាទរកមុខរបរឬរកអាជីពណាមួយដែលជាប្រភេទការងារ part time ដែលបង្កើនប្រាក់ចំណូលឲ្យបងប្អូនបាទបន្ថែមពីលើការងារប្រចាំថ្ងៃរបស់បងប្អូនបាទនេះគឺហៅថាការងារ part time ដែលអាចជំរុញឬក៏អាចធ្វើឲ្យយើងហ្នឹងបាទទទួលបាននៅប្រាក់ចំណូលបន្ថែមហើយបាទអាចឲ្យបងប្អូនហ្នឹងមានគេហៅថាបង្កើននៅប្រាក់ចំណូលបន្ថែមពីលើនេះទៀតមែនឬមែនបងប្អូនបាទអញ្ចឹងបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះហើយបាទបងប្អូនកុំភ្លេចបាទអនុវត្តឲ្យយើងសិក្សាទៅទាំងអស់គ្នាណារួមទាំងខ្ញុំផងដែរអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចណាបាទជួយ Subscribe បាទ Channel YouTube របស់ខ្ញុំបាទឆនចាន់នេះម្នាក់មួយផងបាទអរគុណច្រើនជួបគ្នាវីដេអូបន្ទាប់បាទបាយបាយ